ក្នុងនាមរដ្ឋបាលឃុំបដលជ្រុំនិងប្រជាពលរដ្ឋទូទាំងឃុំបាទគឺមានទំនឿទុកចិត្តបាទយ៉ាងមុតដល់ថ្នាក់ដឹកនាំសេះសម្ដេចតេជោនិងសម្ដេចបវរទឹកដីដែលលោកតែងតែយកចិត្តទុកដាក់បាទដើម្បីការពារជាតិនិងបងវរៈកងទ័ពជួរមុខបាទនៅក្នុងពេលដែលជន់ឈ្លានពានបាទចឹងហើយខ្ញុំតំណាងជាបរដ្ឋទូទាំងឃុំបាទគឺមានទំនួលទឹកចិត្ត 100% ទៅលើការដឹកនាំដ៏ឆ្លាតវៃបាទរបស់ថ្នាក់ដឹកនាំបាទយើងខ្ញុំជាបរដ្ឋជាជួរក្រោយនេះគឺគ្មានអ្វីទេមានតែបាទប្រឹងប្រែងគៀងគរនិងផ្សព្វផ្សាយបាទដើម្បីប្រម៉ែប្រមូលនៅធនធានបាទជួយឧបត្ថម្ភគ្រប់គ្រងបាទទៅដល់បងប្អូនកងទ័ពហើយនឹងបាទជឿទុកចិត្តមែនតែនទៅលើការបាទតស៊ូបាទប្រយុទ្ធប្រឆាំងនឹងចោលឈ្លានពានបាទនៅតាមម្ដោយព្រំដែនបាទជាពិសេសគឺបងវរៈកងទ័ពបាទដែលហ៊ានបដូរបាទសាច់ស្រស់សៀមស្រស់ការពារទឹកដីជូនប្រទេសជាតិយើងក្នុងនាមខ្ញុំអាជ្ញាធរបាទនិងបងប្អូនជាបរដ្ឋនៅជួរក្រោយនេះបាទមានតែការចូលរួមបាទគ្រប់គ្រងយ៉ាងពេញទំហឹងបាទនឹងប្រម៉ែប្រមូលគឺទឹកចិត្តដែលគាត់មាននឹងជួយឧបត្ថម្ភគ្រប់គ្រងជាមួយបាទជាចំណែករួមជាមួយប្រមុខរដ្ឋាភិបាលដែលកំពុងតែប្រឹងប្រែងបាទនៅក្នុងការទប់ស្កាត់លើសត្រូវឈ្លានពាននេះបាទ